អាស៊ានជួបជុំនៅទីក្រុងម៉ានីលផ្ដោតលើចំនួននៅមជ្ឈិមបូព្រានិងបញ្ហាប្រឈមក្នុងតំបន់រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាននឹងជួបជុំគ្នានៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនចាប់ពីថ្ងៃអង្គារទី21ខែកក្កដាឆ្នាំ2025ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខអន្តរជាតិដ៏ក្តៅគគុកដូចជាជម្លោះនៅមជ្ឈិមបូព្រាដែលកំពុងបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ស្ថិរភាពពិភពលោកយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាសេហេកិច្ចប្រជុំរយៈពេល3ថ្ងៃនេះមានការចូលរួមពីតំណាងជាន់ខ្ពស់នៃមហាអំណាចពិភពលោកដូចជារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក្នុងរបៀបវារៈអាទិភាពរដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីសម្ដែងការព្រួយបារម្ភចំពោះអរិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលកំពុងរីករាលដាលនិងគំរាមកំហែងដល់ចរាចរណ៍នាវាចរក្នុងច្រកសមុទ្រហោរម៉ូសបញ្ហានេះប៉ះពាល់ផ្ទាល់ដល់សន្តិសុខថាមពលរបស់តំបន់អាស៊ានដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងនិងឧស្ម័នពីមជ្ឈិមបូព្រាការចូលរួមរបស់លោក Marco Rubio ត្រូវបានគេមើលឃើញថាជាការបញ្ជាក់ឡើងវិញនូវការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ Indo-Pacific ស្របពេលដែលទីក្រុង Washington កំពុងមានការព្រួយបារម្ភចំពោះសកម្មភាពរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងនិងការគំរាមកំហែងដល់កោះតៃវ៉ាន់ទោះបីជាមានភាពតានតឹងក៏ដោយលោក Rubio បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសន្ទនាជាមួយប្រទេសចិនដើម្បីរក្សាទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ដល់ពិភពលោកក្រៅពីបញ្ហាអន្តរជាតិកិច្ចប្រជុំអាស៊ាននេះក៏នឹងផ្ដោតលើចំនួនផ្ទៃក្នុងរួមមានវិបត្តិនៅមីយ៉ាន់ម៉ានិងចំនួនដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូងផងដែរអ្វីត្បិតមានការខិតខំប្រឹងប្រែងតាមរយៈផែនការសន្តិភាព5ចំណុចក៏ដោយក៏ហិង្សានៅមីយ៉ាន់ម៉ានៅតែបន្តកើតមានការជួបពិភាក្សាថ្មីរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងមីយ៉ាន់ម៉ាបានបង្កឲ្យមានការរិះគន់ពីក្រមសិទ្ធិមនុស្សប៉ុន្តែរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី Delsa Lazaro បានអះអាងថានេះគឺជាផ្នែកមួយនៃការទូតដ៏ម៉ឺងម៉ាត់ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជាមួយគ្រប់ភាគីពាក់ព័ន្ធចំពោះចំនួនក្នុងសមុទ្រចិនខាងត្បូងរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបពិភាក្សាជាមួយលោក Wang Yi អំពីការជំរុញកិច្ចព្រមព្រៀងក្រុមប្រតិបត្តិដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនដែនសមុទ្រដែលជាប្រភពនៃភាពតានតឹងរវាងប្រទេសចិននិងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួន។